មួយនេះខ្ញុំនឹងមកបង្ហាញជូនបងប្អូនទាំងអស់គ្នាពីរបៀបបង្កើត class នៅក្នុង Localite Book អញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនបន្តិចថា class យើងមានសម្រាប់តែ plan premium ទេសម្រាប់standard និង professional យើងអត់មាន class ទេហើយតើ purpose នៃការបង្កើត class នៅក្នុង Localite Book គេធ្វើឡើងដើម្បីអីជាទូទៅ class ឬក៏យើងអាចនិយាយបានមួយទៀតថា by department ខ្ញុំឧទាហរណ៍ថា company មួយគាត់មាន 2-3 department មាន sales មាន finance មាន marketing ឧទាហរណ៍ណាហើយគាត់ចង់ដឹងពី revenue ឬក៏ expense របស់ department មួយអញ្ចឹងគាត់អាចប្រើ class ដើម្បី manage ឬមួយក៏ឧទាហរណ៍ថាក្រុមហ៊ុនមួយគាត់មាន2ឬក៏3សកម្មភាពអាជីវកម្មអញ្ចឹងគាត់ក៏អាចយក class ទៅបង្កើតជាដើម្បីឲ្យដឹងថា yes business revenue A revenue B ឬក៏ revenue C ហ្នឹងទទួលចំណូលបានប៉ុន្មានមានថ្លៃដើមប៉ុន្មានមានចំណាយប៉ុន្មានអញ្ចឹងគាត់អាចយក class នៅក្នុង Localite Book ទៅដើម្បីស្រួលមើល report ដូចបានដូចគ្នាណាតោះអញ្ចឹងយើងចូលមកក្នុង system អញ្ចឹងចាំតិចដើម្បីឲ្យវាដើរអូខេអញ្ចឹងនៅពេលដែលបងប្អូនចូលមកក្នុង business dashboard ខាងលើនេះបងប្អូនយកពី accounting ចាបន្ទាប់មកបងប្អូនយកពី class ចាអញ្ចឹងក្នុងនេះខ្ញុំបានបង្កើត class មួយហើយអញ្ចឹងបើបងប្អូនមាន business ថ្មីហ្មងក្នុងហ្នឹងវានឹងចេញផ្ទៃលាតអត់មានអីទេប៉ុន្តែបងប្អូនមកលើមើលលើសញ្ញាបូកហើយមានពី add នេះបងប្អូនអាច select លើវាមកហើយបង្កើត class តាមដែលបងប្អូនចង់បែងចែកឥឡូវឧទាហរណ៍ថាខ្ញុំបង្កើត class ថា finance department ចាអញ្ចឹងខ្ញុំ save អញ្ចឹងយើងឃើញមានក្នុងនេះមាន2 class ហើយបើបងប្អូនចង់បង្កើតអីផ្សេងទៀតដែលដាក់ជា sub class របស់ finance ឧទាហរណ៍ថាខ្ញុំដាក់ថា finance ព្រោះយើងមាន finance មាន accountant ឧទាហរណ៍ណាអញ្ចឹងខ្ញុំអាចដាក់ក្រោមជា sub របស់ head class របស់យើងណាចាអញ្ចឹងបងប្អូនអាច manage បានអញ្ចឹងនៅពេលដែលបងប្អូនទៅ issue invoice ឬក៏ purchase record អីណាមួយបងប្អូននៅខាងចុងនឹងមានពាក្យ select class ហើយបងប្អូន select class ហ្នឹងមកគឺយើងងាយស្រួលក្នុងការ manage report របស់យើងយើងដឹងថា department ណាមានចំណាយប៉ុន្មានឬមួយក៏ revenue មួយណាមានចំណូលប៉ុន្មានហើយមួយណាចំណេញដើម្បីឲ្យម្ចាស់អាជីវកម្មគាត់ងាយស្រួលក្នុងការសម្រេចចិត្តអរគុណច្រើន